ភាគច្រើនណាយុវជនយើងថាខ្ញុំថាគេឲ្យតាពេលខ្លះធ្វើការតិចតួចចឹងទៅពេលសារៈបន្តិចគឺចាប់ផ្ដើមយកទូរស័ព្ទមកមើលឬក៏ពេលខ្លះដូចធ្វើ assignment អញ្ចឹងធ្វើឲ្យបាយច្បាស់កន្លះម៉ោងមកស្ទុះយកទូរស័ព្ទមកមើលទៅអញ្ចឹងន័យថាឲ្យតែទូរស័ព្ទនៅទៀងខ្លួនគឺដឹងតែយកមកមើលរហូតពាក់ព័ន្ធនឹងsocial addiction ហ្នឹងអាហ្នឹងវាកាត់ឡើងមួយស័យហ្នឹងខ្ញុំប្រាប់ថាខ្ញុំញៀនដែរចឹងភាគច្រើនមនុស្សញៀនមកបណ្ដាញសង្គមណាតែវាមិនមែនជារឿងចម្លែកទេហើយតាមខ្ញុំយល់ឃើញអាត់កំបាំងនៅពីក្រោយការញៀនច្រើនមែនទែនជាទី1អ្នកនៅក្នុងក្រុមហ៊ុនបណ្ដាញសង្គមហ្នឹងសិតតាអ្នកមានចឹងគេបង្កើតអាហ្នឹងមកគេចង់ឲ្យយើងនៅមានអារម្មណ៍ថាពេលយើងចំណាយពេលយើងនៅលើបណ្ដាញសង្គមណាយើងមានបានរង្វាន់អីមួយហើយអាហ្នឹងគេស្រាវជ្រាវពីចរិតរបស់មនុស្សពីកប្បកិរិយារបស់មនុស្សគេពឹងអ្នកចិត្តសាស្ត្រដែលដឹងពីកប្បកិរិយារបស់មនុស្សពីចិត្តរបស់មនុស្សទៅគេធ្វើអីមួយដែលទាញចិត្តមនុស្សនឹងឲ្យបានមកដូចថាយើងទៅលេងទៅយើងមានអារម្មណ៍ថាយើងបានរង្វាន់ដូចជាមានបេះដូងមាន like មាន share មានគេទៅសើចអញ្ចឹងណាគេដឹងថាមនុស្សត្រូវការបានរង្វាន់អញ្ចឹងមកពួកក្បាលគេស្រាវជ្រាវទៅថាមនុស្សបើបាន like share បេះដូងនេះណាមនុស្សសប្បាយចិត្តចាត់ទុកថាហ្នឹងពិតជាសេចក្តីស្រឡាញ់ពីគេជារង្វាន់ដែលគេឲ្យយើងអញ្ចឹងគេយកនៅទៅដាក់ក្នុង social media ទៅជា fake ទេប៉ុន្តែយើងមានអារម្មណ៍ថាពិតទី1គឺយើងមានអារម្មណ៍ថាយើងបានរង្វាន់ពេលយើងលេងបណ្ដាញសង្គមហ្នឹងទៅទី2ពាក្យអង់គ្លេសថា FOMO fear of missing out តែយើងខ្លាចតាមអត់តាន់គេពេលយើងមើលមួយថ្ងៃពីរថ្ងៃឬក៏មួយម៉ោងពីម៉ោងទៅ trend គេដល់ណាហើយដល់អីគេហើយស្ពឺដល់អីគេកូននេះអីទៅអញ្ចឹងយើងដូចភ័យក៏អីតាមអត់តាន់គេមិនដឹងគេដល់ណារឿងអី trend អីគេអញ្ចឹងនឹងហៅខ្លាចបាត់ព័ត៌មានខ្លាចតាមអត់តាន់គេទី3យើងមានអារម្មណ៍ថាពេលយើងលេងបណ្ដាញសង្គមហ្នឹងយើង feel connected មានតែយើងបានជប់ទំនាក់ទំនងមួយអ្នកដទៃពួក social media នេះគេ research ទៀតគេធ្វើការស្រាវជ្រាវគេសិក្សាពីមនុស្ស UX UI គេធ្វើម៉េចឲ្យយើងមានអារម្មណ៍ថាពេលយើងលេងអាហ្នឹងដូចយើងភ្ជាប់ទំនាក់ទំនងពិតអញ្ចឹងព្រោះគេដឹងថាមនុស្សលោកគឺចង់មានទំនាក់ទំនងមែនតើទំនាក់ទំនងធ្វើឲ្យមានសុភមង្គលគេធ្វើអាហ្នឹងឲ្យដូចយើង feel ថាទំនាក់ទំនងមួយពិភពលោកអស់ខ្ញុំម្នាក់ពួកម៉ាក់នេះជាកត្តាដែលយើងចង់បានហ្នឹងយើងលេងបានសង្គមយើងមានអារម្មណ៍ថាយើងមានការទំនាក់ទំនងទី4ដែលថ្មីហ្នឹងឯងពីមុនយើងញៀនល្មមតែឥឡូវយើងញៀនខ្លាំងមែនតើតាំងពី TikTok ចេញមកដោយសារ TikTok វាអត់ឲ្យជំរឿនយើងគេស្រាវជ្រាវឃើញថ្មីពេលយើងបើកពុបវាចេញមករហូតមុនយើងចុចវាមិនយើងចេញកើតវីដេអូឥឡូវយើងបើកពុបយើងធ្វើតែអញ្ចឹងវាទៅមើលទៅឲ្យជំរឿនយើងចឹងប៉ែវាឲ្យជំរឿនយើងទេមានតែឯងធ្វើតែមើលហើយមើលរហូតទៅរហូតអត់ចេះចោលអញ្ចឹងអាហ្នឹងគេធ្វើឲ្យដូចថា content រឿងសាច់រឿងអីចេញមកដូចថាថ្មីរហូតហើយគេជួលអ្នកជំនាញគេដឹងហ្មងហើយយើងហ្នឹងជួយចិត្តអីគេយើងជួយចិត្តអីគេដាក់អាហ្នឹងមកហើយគេដាក់ហ្នឹងមកយើងចង់ពុបមើលក៏យកឈុំយើងដូចថាញៀនហ្មងគឺទៅរហូតយើងដូចគេចាប់ត្រីក្នុងទ្រង់យ៉ាងហ្នឹងព្រោះអត់រួចឯងហើយទី5ហើយអ្នកទាំងអស់គ្នាគឺតាមមានបទពិសោធន៍ដូចគ្នាពេលដែលយើងធុញកិច្ចពីភាពធុញកិច្ចពីភាពអបសុខយើងធុញយើងអបសុខយើងចាំយើងមើលហ្មង1នាទី2នាទី3នាទីក៏ដែរហើយពេលយើងមើលយើងគិតថាយើងជៀសពីការអបសុខយើងកុំឲ្យខាត់ពេលតែតាមពិតពេលវាខ្លាយជាទម្លាប់វាស៊ីពេលយើងច្រើនជាងយើងខាត់ពេលចាំហើយមនុស្សអស់ការអត់ធ្មត់ថាឲ្យតែមានពេលតិចកាន់តែសូម្បីតែជួបអ្នកធំរឿងសំខាន់មិនក៏ដោយពី3នាទីត្រូវមើលម្ដងនេះគឺជា5ចំណុចដែលខ្ញុំយល់ឃើញថាអូឲ្យមនុស្សញៀនរត់អត់រួចចំណាយពេលច្រើនមែនទែននៅក្នុងបណ្ដាញសង្គមហើយគេនិយាយថាពេលវេលាដែលយើងប្រើក្នុងបណ្ដាញសង្គមណាគឺជាប្រេងកាតគឺជាលុយពេលវេលាដែលយើងចំណាយលើបណ្ដាញសង្គមនេះគឺយើងឲ្យលុយទៅក្រុមហ៊ុនមានន័យថាគេរកលុយបានពីណាព្រោះពេលដែលយើងមើលគេផ្សាយពាណិជ្ជកម្មទៅយើងទិញរបស់ហ្នឹងពេលយើងទិញរបស់យើងចំណាយលុយហើយក្រុមហ៊ុនដែលចង់ផ្សាយពាណិជ្ជកម្មចង់លក់របស់គេឲ្យលុយទៅក្រុមហ៊ុនបណ្ដាញសង្គមហ្នឹងទៅដើម្បីដាក់ផលិតផលគេឲ្យយើងទិញហើយយើងរត់អត់រួចទេទាំងអស់គ្នាទាំងខ្ញុំទាំងគេណាជាជនរងគ្រោះពីបណ្ដាញសង្គមហ្នឹង